ចឹងសម្រាប់vậyនេះជាអ្វីដែលយើងបាញ់បំពន់ទៅលើផ្កាដើម្បីឲ្យវារីកស្រស់ដំណើរគ្នាដូចជាអត្រានៃការបង្កើនលំអងការកាន់ក្របភាគរយខ្ពស់ផងដែរបាទបាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបានចុះមកដល់ស្រុកស្ទឹងត្រង់ទៅខាងឃុំពីមកោស្នាបាទអញ្ចឹងសម្រាប់ចការតរេនដែលយើងបានចុះមកនេះគឺជាចំការដែលអតិថិជនដែលគូសហការជាមួយយើងតាំងពីដើមទីគឺយើងឃើញថាសម្រាប់ចការនេះផ្កាវាយមកដល់41ទៅ45ថ្ងៃហើយបាទអញ្ចឹងសម្រាប់វ័យនេះជាវ័យដែលយើងបាញ់បំពន់ទៅលើផ្កាដើម្បីឲ្យវារីកស្រស់ដំណើរគ្នាដូចជាអត្រានៃការបង្កើនលំអងការកាន់ក្របភាគរយខ្ពស់ផងដែរបាទចឹងសម្រាប់រូបមន្តដែលខ្ញុំណែនាំសម្រាប់ការវាយប៉ុណ្នេះបាទខ្ញុំសូមណែនាំទៅលើផលិតផលដែលយើងមានឈ្មោះថាស៊ីវីតពិសេសបាទដែលយើងប្រើ1លីត្រកន្លះបូកជាមួយនឹងដំរីថែផ្កាគឺយើងប្រើ1លីត្រដែលយើងបូកជាមួយនឹងបរនខ្លាំងបាទដែលយើងប្រើ1លីត្រនៅក្នុងទឹក1000លីត្រផងដែរបាទចឹងសម្រាប់ការបាញ់បាទគឺយើងបាញ់ទៅលើផ្កាហើយនឹងបាញ់ទៅលើស្លឹកខាងក្រៅបាទដែលវាជួយឲ្យដូចខ្ញុំបានជម្រាបខាងលើមិញអញ្ចឹងបាទវាជួយឲ្យផ្ការីកស្មើគ្នាបាទអត្រាការក្តឹបបានល្អផងដែរបាទបាទអញ្ចឹងជាចុងក្រោយបើសិនជាបងប្អូនមានចម្ងល់ឬក៏ចង់សាកសួរព័ត៌មានបន្ថែមអាចតាក់ទងតាមរយៈ Facebook Page បានបាទឬមួយក៏បងប្អូនត្រូវការជីត្រាំសាច់ចំណីខៀវអាចទៅរកទិញនៅឌីប៉ូដែលចិត្តបងប្អូនបាទអញ្ចឹងសូមអរគុណបងប្អូនបាទជួបគ្នានៅវីដេអូក្រោយៗទៀតបាទ